បងប្អូនប្រយ័ត្នតិចបងប្អូនទិញបន្លែយកមកហូបឆៅប្រយ័ត្នមានសត្វល្អិតចឹងបើបងប្អូនមិនបានត្រាំទឹកបងប្អូនខ្ញុំទិញមកខ្ញុំត្រាំទឹកបងប្អូនត្រាំវាចោលប្រហែលជា10នាទីទៅ5-10នាទីចាត្រាំឲ្យបានយូរបន្តិចកាន់វាកាន់តែល្អចឹងបងប្អូនចាហើយបន្លែបើយើងទិញគេដូចថាយើងទិញរបស់គេហូបក៏គេមិនបានលាងស្អាតដូចយើងដែរបងប្អូនចាមានតែយើងធ្វើម្ហូបខ្លួនឯងទេបងប្អូនយើងបានលាងមកចោលល្អហើយខ្ញុំបន្លែខ្ញុំលាង4-5-6 ទឹកបងប្អូនរបស់ហូបឆៅមិនថារបស់ដែលហូបឆៅយកទៅចម្អិនគឺខ្ញុំលាងស្អាតហើយខ្ញុំត្រាំទឹកពេលមុនខ្ញុំយកមកហូបបងប្អូនខ្ញុំត្រាំទឹកវាចោលសិននេះហើយវាចេញមកឲ្យយើងដឹងឲ្យយើងឃើញបងប្អូនចុះវាអត់ចេញយើងហូបចូលក្នុងខ្លួនវាមានមេរោគស្អីបាក់តេរីអីមិនល្អក្នុងខ្លួនយើងហ្នឹងបងប្អូនចឹងថារបស់ហូបឆៅមិនល្អទេបងប្អូនបើចម្អិនអានេះវាគ្រាន់ងាប់មេរោគខ្លះចាឲ្យរបស់ដែលខ្ញុំយកមកគឺខ្ញុំត្រាំទឹកចឹងបងប្អូនហើយអាហ្នឹងវាចេញតិចកាលមុនខ្ញុំត្រាំបងប្អូនចេញមកច្រើនមែនទែនចាមានទាំងតកៅមានទាំងអីចឹងបងប្អូនហើយដូចសាឡាត់នេះប្រហែលបងប្អូនខៀវស្រស់ស្អាតមែនទែនបងប្អូនសស្គូមើលភ្នែកទៅឃើញពេលដែលយើងត្រាំបងប្អូនចេញមកចឹងថារបស់អីយើងមើលភ្នែកទៅយើងមើលអត់ឃើញទេបងប្អូនចាវាតូចមែនទែនបងប្អូនដូចមិនចាប់បងប្អូនមើលបងប្អូនឃើញទេចាចឹងថាមុំយើងមើលភ្នែកទៅឃើញបងប្អូនចាឃើញអត់តូចអានេះដូចជាសត្វខ្យងបងប្អូនចាតែខ្យងនោះវាអត់មានតន់មានស្នុកសបកវាអញ្ចឹងបើហូបចូលក្នុងខ្លួនយើងបងប្អូនយើងអត់ដឹងថាវាទៅធ្វើឲ្យយើងប៉ះពាល់សុខភាពអីផ្សេងយើងមើលមិនឃើញណាបងប្អូនចាទៅជាក្អួតទៅជារាគអីអញ្ចឹងណាបងប្អូនឥឡូវឲ្យគីមីច្រើនណាបន្លែត្រីសាច់ចាគេប្រើគីមីហើយយើងយកមកលាងបានស្អាតវាមិនបានស្អាត 100% ក៏បានចា 70-80% អញ្ចឹងដែរបងប្អូនប្រសើរជាងយើងអត់ចាលាងស្អាតអញ្ចឹងណាបងប្អូនហើយខ្ញុំលាងតតែស្អាតល្អអញ្ចឹងមើលទៅសក់ខ្ញុំឡើងស្មូតបន្លែអីក៏ខ្ញុំលាងស្អាតអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ